បាទសូមភ័យទោសបងប្អូនមានកំណត់បងប្អូនខ្ញុំមានកំណត់របស់ខ្ញុំការបច្ចេកបលរៀងខ្លួនអញ្ចឹងយើងអត់មានណាខុសណាត្រូវទេបងប្អូនខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនវិលមកគិតរឿងជាតិរឿងសេដ្ឋកិច្ចជាតិរឿងជាតិរបស់យើងវិញកុំឲ្យយករឿងស្នេហារបស់គ្រូពេទ្យនាំគ្នាផ្សព្វផ្សាយពេញ social media នឹងវាអត់មានជារឿងធំដុំអីទេបងប្អូនណាឈប់មិនឈប់បានកុំមិនឈប់ទៅបងប្អូនហើយបងប្អូនឃើញថាបាទអឺថៃគឺក៏ក្លឿនមែនទែនបងប្អូនឃើញទេបាទដាក់កុងតឺន័រមកពាត់ផ្លូវបាទផ្លូវរបស់យើងមកពាត់ផ្លូវហើយកេងកាងពេញនឹងទាំងអស់ខុសច្បាប់ជាតិអន្តរជាតិគឺគាត់ក៏ក្លឿនមែនទែនបាទជនជាតិថៃនេះហើយចំណែកឯសហរដ្ឋអាមេរិកគឺបាទពង្រាយនៅបាទគេហៅថាកងនាវាចម្បាំងហើយនឹងដាក់មីស៊ីលចំនួន450កន្លែងដើម្បីត្រៀមដាក់សម្ពាធឲ្យអ៊ីរ៉ង់ចូលតុកចរចាភាសាទៀតកំចាត់អ៊ីរ៉ង់ចោលតែម្ដងបាទយើងរងចាំមើល